សួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនការពីខ្ញុំចេញវីដេអូមុនខ្ញុំបាននិយាយថាបងប្អូនដែលមានឡានបងប្អូនចង់មានឡានលក់ឬមួយក៏រកទិញឡានអីបងប្អូនអាចមករកខ្ញុំបានបើឡានខ្ញុំមានខ្ញុំមកមើលកន្លែងខ្ញុំមកហើយបងប្អូនចង់លក់ឡានអីបងប្អូនតាក់ទងមកកាន់ page ខ្ញុំមកខ្ញុំទទួលទិញ25ខេត្តក្រុងអញ្ចឹងណាបងប្អូនប៉ុន្តែនៅក្នុងនោះមានបងប្អូនយើងប្រហែល 4-5 នាក់ដែរគាត់បាន comment នៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងគាត់បាននិយាយថាតែខ្ញុំណាបងប្អូនគាត់ថាអ្នកដែលនិយាយហ្នឹងឲ្យសុយស៊ីច្រើនជាងគេផងគាត់បាននិយាយអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមិនទៅជជែកវែកញែករោឈ្នះចាញ់អីទេបងប្អូនប៉ុន្តែគាត់ថាចេះគាត់អត់បានយល់ន័យនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំក្នុងហ្នឹងគឺខ្ញុំចង់និយាយថាការទិញការលក់បងប្អូនមកឆាតមក page មកគឺខ្ញុំអត់ចាំបាច់បងប្អូនមិនចាំបាច់អស់ប្រាស់អស់ចុងអីគេកងលេខកើតទេការរកស៊ីអ្នកណាក៏ត្រូវការលុយចំណេញដែរបងប្អូនសូម្បីតែខ្ញុំខ្លួនឯងក៏ត្រូវការលុយចំណេញដែរយើងរកស៊ីយើងមិនអាចនេះទេវាដូចតែគ្នាទេប៉ុន្តែក្នុងន័យទាំងស្រុងនៅក្នុងវីដេអូខ្ញុំហ្នឹងខ្ញុំចង់សង្កត់ធ្ងន់ដោយសារអីខ្ញុំនៅក្នុងវិស័យនេះយូរឆ្នាំហើយបងប្អូនវិស័យឡានពាក់ព័ន្ធនឹងការរកស៊ីឡានខ្ញុំនៅយូរឆ្នាំហើយខ្ញុំជួបរឿងច្រើនតែខ្ញុំចង់សង្កត់ធ្ងន់ចោលបងប្អូនគិតរឿងមួយសំខាន់សម្រាប់បងប្អូនអ្នករកស៊ីឡានណាបងប្អូនបងខ្លួនឯងបង្កើតបងខ្លួនឯងបង្កើតយកមកឡានតម្លៃ 12000 13000ស៊ីចុងម្ដងសិតទៅ 2000 1500 1000ចង់និយាយថាវាហួសហេតុពេកបងប្អូនវាមិនមែនជារឿងនេះទេខ្ញុំនិយាយថាវាហួសហេតុពេកខ្ញុំជួបច្រើនពេកអញ្ចឹងចង់និយាយថាយើងបងប្អូនមិត្តភ័ក្តិដែលគេពឹងគេទុកចិត្តយើងទំនុកចិត្តមកលើយើងហេតុអីយើងយកអាការទំនុកចិត្តរបស់គេយកឆ្លៀតឱកាសបងប្អូនយើងឆ្លៀតឱកាសបងប្អូនអ្នករកស៊ីឡានខ្លះគាត់ឆ្លៀតឱកាសអញ្ចឹងនិយាយថាបងប្អូនយកទៅថ្លៃសាំងថ្លៃពេលវេលាយើងកង200ទៅហើយរកឡានស្អាតឲ្យគាត់ទៅអញ្ចឹងណាបងប្អូនខ្ញុំគឺខ្ញុំចង់សង្កត់ធ្ងន់ក្នុងន័យអញ្ចឹងបងប្អូនខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបើកចិត្តឲ្យទលាយក្នុងនាមយើងជាជនជាតិខ្មែរដូចគ្នាណាបងប្អូនយើងរកស៊ីដោយគុណធម៌យើងចាប់ផ្ដើមពីយើងម្នាក់ៗទៅរកស៊ីដោយគុណធម៌ណាបងប្អូនយើងរកស៊ីឲ្យមានភាពស្មោះត្រង់ក្នុងខ្លួនកុំយកទំនុកចិត្តមនុស្សដែលគេទុកចិត្តយើងយកឆ្លៀតឱកាសណាបងប្អូនណាខ្ញុំនិយាយគឺក្នុងន័យហ្នឹងអញ្ចឹងបងប្អូនកុំយល់ច្រឡំហើយខ្ញុំចាក់ស្ដែងខ្ញុំអ្នករកស៊ីឡានដែរខ្ញុំក៏ត្រូវការលុយចំណេញដែរខ្ញុំមិនអត់ទេតាមឡានបងប្អូនពឹងឲ្យខ្ញុំរកឡានឲ្យខ្ញុំយកឲ្យបងប្អូន 200-300 តែខ្ញុំរកស្អាតៗឲ្យអញ្ចឹងណាបងប្អូនខ្ញុំមិនឆ្លៀតឱកាសលើបងប្អូនទេហើយឡានបងប្អូនមកពីខាងខ្ញុំចេញពីខាងខ្ញុំទៅគឺខ្ញុំប្រាប់ត្រង់ខ្ញុំអត់កុហកទេណាមួយទៀតគឺខ្ញុំទិញឡានចុងខ្ញុំទិញរៀងរើសខ្ញុំទិញរកស្អាតសំណុំណាបងប្អូនខ្ញុំអត់ទិញឡានស្ទើយកមកបងប្អូនយកឡានស្ទើតែលក់ថ្លៃខ្ញុំអត់អញ្ចឹងទេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ចាប់ផ្ដើមពីយើងម្នាក់ៗទៅបងប្អូនយើងរកស៊ីយើងបង្ហាញភាពស្មោះត្រង់គ្រប់វិស័យទាំងអស់មិនថាតែវិស័យឡានទេយើងរកស៊ីឲ្យមានភាពស្មោះត្រង់មានគុណធម៌ក្នុងខ្លួនទៅយើងរកស៊ីកុំភូតកុហកសេដ្ឋខ្មែរនេះឯងទេចឹងបងប្អូនណាបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំមានប៉ុណ្្នឹងទេអញ្ចឹងបងប្អូនដែលមានតម្រូវការចង់លក់ឡានអីបងប្អូនឆាតមកក្នុង page មកយើងខ្ញុំទទួលទិញ25ខេត្តក្រុងបងប្អូនឡាន